ជាធម្មតាបើសិនបើយើងចង់ធ្វើអ្វីមួយឬក៏យើងចង់បង្កើតអ្វីមួយឲ្យបានឡើងមកតាមអ្វីដែលយើងចង់បានឬក៏បង្កើតឡើងមកតាមអ្វីដែលយើងបានគ្រោងទុកហើយទទួលបាននៅលទ្ធផលដែលល្អប្រសើរនោះត្រាតែយើងមានការកំណត់នៅផែនការឬក៏ការកំណត់នៅគោលដៅដែលយើងចង់ធ្វើវាបន្ទាប់ពីយើងត្រូវកំណត់ផែនការកំណត់គោលដៅដែលយើងចង់ធ្វើហើយយើងត្រូវបង្កើននៅសមត្ថភាពចំណុចមួយនេះគឺសំខាន់ខ្លាំងមែនទែនគឺយើងត្រូវតែមានសមត្ថភាពនៅក្នុងការធ្វើវាឲ្យទទួលបាននៅលទ្ធផលជោគជ័យបើសិនបើយើងចង់ធ្វើអ្វីមួយប៉ុន្តែយើងមិនទាន់មានលទ្ធភាពឬក៏សមត្ថភាពគ្រប់គ្រាន់នៅក្នុងការធ្វើវាហើយនៅពេលដែលយើងបង្កើតវាបានហើយយើងមិនទាន់មានលទ្ធភាពគ្រប់គ្រាន់នៅក្នុងការថែរក្សាវាឲ្យបានល្អនោះលទ្ធផលដែលយើងទទួលបានគឺអាចថាវាមានភាពជោគជ័យគឺនៅកម្រិតទាបខ្លាំងមែនទែនដូច្នេះយើងត្រូវដឹងខ្លួនឯងច្បាស់ជាមុនសិនថាតើយើងអាចមានលទ្ធភាពនៅក្នុងការថែរក្សារបស់ដែលយើងបានបង្កើតបានហើយឬនៅហើយយើងមានលទ្ធភាពនៅក្នុងការបង្កើតវាហើយឬនៅទូយ៉ាងការបង្កើតនៅទំនាក់ទំនងមិនថាទំនាក់ទំនងស្នេហាឬក៏ទំនាក់ទំនងមិត្តភ័ក្តិឬក៏ទំនាក់ទំនងនៅក្នុងក្រុមការងារក៏ដូចគ្នាអញ្ចឹងក្នុងពេលនេះដែរខ្ញុំនឹងលើកឡើងអំពីទំនាក់ទំនងមួយគឺទំនាក់ទំនងនៃសេចក្តីស្នេហារវាងដៃគូអញ្ចឹងដើម្បីបង្កើតនៅទំនាក់ទំនងស្នេហារបស់យើងឲ្យមានជាដុំកំពួនឬក៏ឲ្យមានភាពប្រសើរឡើងនៅក្នុងដៃគូស្នេហារបស់យើងអ្វីដែលយើងត្រូវធ្វើទី1គឺជ្រើសរើសឬក៏រកដៃគូណាដែលស័ក្តិសមហើយដែលយើងអាចគិតថាយើងអាចធ្វើដំណើរទៅវែងឆ្ងាយជាមួយនឹងគាត់បានអ្វីដែលយើងត្រូវធ្វើបន្ទាប់ពីយើងមើលឃើញអ្នកដែលស័ក្តិសមឬក៏អ្នកដែលយើងគិតថាយើងអាចធ្វើដំណើរឬក៏ចាប់ដៃគាត់បន្តដំណើររហូតទៅយូរអង្វែងបានហើយយើងត្រូវតែមានវិធីសាស្ត្រនៅក្នុងការយកចិត្តឬក៏គេហៅថាញ៉ែគាត់ត្រូវរកវិធីសាស្ត្របែបណាដើម្បីយកគាត់ឬក៏ដើម្បីឲ្យគាត់ព្រមរួមដំណើរជាដៃគូជាមួយនឹងយើងត្រង់នេះក៏ជាចំណុចមួយដែលយើងត្រូវធ្វើវាជាចាំបាច់ហើយក៏វាជាចំណុចចាប់ផ្ដើមនៃទំនាក់ទំនងផងដែរនៅពេលដែលទំនាក់ទំនងមួយធ្វើជោគជ័យនៅចំណុចនេះហើយអ្វីដែលយើងត្រូវធ្វើបន្ទាប់គឺការថែរក្សានៅទំនាក់ទំនងនេះឲ្យមានភាពប្រសើរឡើងនិងឲ្យបានគង់វង្សយូរអង្វែងការថែរក្សាទំនាក់ទំនងគឺវាមានភាពសាមញ្ញឬក៏វាលំបាកជាងការដែលយើងបង្កើតនៅទំនាក់ទំនងស្នេហាដើម្បីថែរក្សាទំនាក់ទំនងបានវាត្រូវការពេលវេលាក្នុងការស្វែងយល់អំពីគ្នាទៅវិញទៅមកដើម្បីឲ្យយើងស្វែងយល់ពីដៃគូបាននោះថាតែយើងមានការបើកចិត្តនៅក្នុងការនិយាយសន្ទនាគ្នាការនិយាយឬក៏ការបើកចិត្តសន្ទនាគ្នាគឺការនិយាយដោយបើកចំហនៅរាល់រឿងឬក៏រាល់បញ្ហាដែលយើងបានជួបប្រទះជាមួយគ្នាតើដៃគូរបស់យើងអាចទទួលនៅអ្វីដែលយើងធ្វើបានដល់កម្រិតណាហើយយើងអាចទទួលពីចំណុចដែលដៃគូយើងមានបានដល់កម្រិតណាដូច្នេះអ្វីដែលចាំបាច់បំផុតគឺការនិយាយគ្នាដោយបើកចំហដើម្បីស្វែងយល់អំពីចិត្តគ្នាទៅវិញទៅមកឲ្យបានកាន់តែច្រើនឬក៏ច្រើនបំផុតតាមដែលអាចធ្វើទៅបានចំណុចនេះគឺវាសំខាន់ខ្លាំងមែនទែននៅក្នុងទំនាក់ទំនងស្នេហាឬក៏មួយដើម្បីថែរក្សាទំនាក់ទំនងឲ្យបានល្អបើសិនបើយើងមិនមានការពិគ្រោះសន្ទនាគ្នាឬក៏និយាយគ្នាឲ្យបាន
ដោយបើកចំហអស់ពីចិត្តរៀងខ្លួនយើងនឹងមានមន្ទិលនៅថ្ងៃណាមួយឬក៏អាចថាយើងមិនអាចស្វែងយល់ពីគ្នាបានវាជាបញ្ហាដ៏សាមញ្ញនៅក្នុងទំនាក់ទំនងបើតាមការសង្កេតមើលទៅដៃគូមួយចំនួនគឺមានការបែកបាក់ឬក៏មិនគង់វង្សគឺដោយសារតែចំណុចនេះដែរគឺពួកគាត់មានការលាក់អារម្មណ៍រៀងខ្លួនដោយមិនហ៊ានបញ្ចេញនៃអារម្មណ៍ទៅកាន់ឬក៏មិនហ៊ាននិយាយអ្វីដែលមាននៅក្នុងចិត្តទៅកាន់ដៃគូរបស់គាត់ទីមួយគឺដោយសារតែការក្រែងចិត្តឬក៏ការគិតថាវាមិនគួរក្នុងការនិយាយជាដើមប៉ុន្តែរឿងខ្លះនៅក្នុងទំនាក់ទំនងស្នេហារឿងដែលយើងមិនអាចនិយាយបានគឺសឹងថាពុំមានតែម្ដងយើងគួរតែមានការនិយាយឬក៏ពិភាក្សាគ្នាឲ្យបានកាន់តែច្រើនកាន់តែល្អការស្វែងយល់គ្នាវាជាចំណុចដ៏សំខាន់មួយនៅក្នុងទំនាក់ទំនងហើយអ្វីដែលសំខាន់បន្ទាប់ពីការនិយាយគ្នាដែលការបើកចំហនោះគឺការផ្ដល់តម្លៃឲ្យគ្នាទៅវិញទៅមកការផ្ដល់តម្លៃឲ្យគ្នាទៅវិញទៅមកក៏ជាចំណុចសំខាន់មួយដែរការផ្ដល់តម្លៃការផ្ដល់ពេលវេលាមិនមែនយើងសំបីតែដៃគូរបស់យើងចេញទៅជួបមិត្តភ័ក្តិក៏មិនបានសំបីតែចេញទៅអាចថាហាត់កីឡាបន្តិចបន្តួចក៏មិនបានយើងបំបិតសិទ្ធខ្លាំងពេកអានេះវាជាបញ្ហាមួយនៅក្នុងទំនាក់ទំនងផងដែរបន្ទាប់ពីយើងមានសមត្ថភាពនៅក្នុងការស្វែងយល់នៅក្នុងការផ្ដល់តម្លៃឲ្យគ្នាទៅវិញទៅមកហើយមួយទៀតគឺផ្នែកហិរញ្ញវត្ថុផ្នែកហិរញ្ញវត្ថុក៏ជាចំណុចមួយដ៏សំខាន់នៅក្នុងទំនាក់ទំនងផងដែរព្រោះថាការសម្រេចនៅគោលដៅរួមគ្នាមួយបានលុះត្រាតែយើងមានសមត្ថភាពនៅក្នុងការរកលុយដើម្បីផ្គត់ផ្គង់ដំណើរឬក៏ផ្គត់ផ្គង់គ្រួសារឬក៏ផ្គត់ផ្គង់នៅទំនាក់ទំនងរបស់យើងឲ្យវាមានភាពប្រសើរឡើងដើម្បីសម្រេចនៅគោលបំណងដែលយើងបានគ្រោងឬក៏សម្រេចរួមគ្នាបើសិនបើយើងមិនមានសមត្ថភាពនៅក្នុងការរកលុយឬក៏មិនទាន់មានលំនឹងជីវិតខ្លួនឯងច្បាស់លាស់នោះទេទំនាក់ទំនងគឺអាចនឹងមានបញ្ហានៅថ្ងៃណាមួយជាមិនខានទោះជាយើងមានការកំណត់គោលដៅនៃជីវិតឬក៏ការកំណត់ផែនការយ៉ាងណាក៏ដោយបើសិនបើយើងខ្វះសមត្ថភាពឬក៏មិនទាន់មានអ្វីដែលជាក់លាក់សម្រាប់ខ្លួនឯងដូចជាការងារជាក់លាក់ដូចជាមានប្រាក់ចំណូលជាក់លាក់នោះការបង្កើតនៅទំនាក់ទំនងគឺវាមានភាគរយនៅក្នុងការជួបបញ្ហាច្រើនហើយនឹងពិបាកនៅក្នុងការបន្តទំនាក់ទំនងឲ្យមានភាពគង់វង្សយូរអង្វែង